មកយកមកថាមានបងប្អូនដែលប្រើប្រាស់ទូតូចទូស្នោតូចនឹងមានបញ្ហាទៅលើការញាស់ច្រើនហើយក៏បានកសួរពីការកំណត់កម្ដៅសំណើមអីមិនវាលំបាកណាបាទការភ្ញាស់ពងវាឈរលើកត្តាច្រើនណាកម្ដៅគឺតើតែវាថេបានល្អដែរណាភ្លើងគ្រប់គ្រាន់សីតុណ្ហភាពនៅក្នុងហ្នឹងវាមិនប្រែប្រួលឡើងចុះច្រើនហ្នឹងហើយសំណើមក៏ដូចគ្នាដែរតម្រូវប្រមាណដែលវាអាចញាស់បានបងប្អូនក៏លេចមើលធម្មជាតិរបស់វាកម្ដៅនៅខាងក្រៅបើសម្រាប់មេក្រាបមិញមន់37 3 37 5 37 8វាចន្លោះហ្នឹងណាហ្នឹងហើយសំណើមវាពឹងផ្អែកលើកត្តាធម្មជាតិទេមួយខែវស្សាអាច55 60% អញ្ចឹងទៅនៅថ្ងៃខ្លះបើជាធម្មតាព្រោះវាមានខ្ទង់40 50% ដែរសំណើមណាចឹងប៉ុណ្ណឹងវាសមស្របដល់ការញាស់របស់វាប៉ុន្តែទីមួយទៀតគឺពាក់ព័ន្ធនឹងការប្រែត្រឡប់សុទ្ធទៀតវាជួយឲ្យអំព្រីយ៉ុងនៅខាងក្នុងហ្នឹងវាវិវត្តបានល្អវាអត់ស្អិតអត់ខាស់ជាប់ចឹងណាចឹងបើមេវាក្រាបក៏មេវាប្រែត្រឡប់ពងដែរហើយទូតូចហ្នឹងវាអត់មានទូខ្លះហ្នឹងគឺដល់កសិករគាត់អត់យល់គាត់អត់បានប្រែត្រឡប់ពងឲ្យដាក់ចូលទៅហ្នឹងទុកចោលទៅហ្នឹងរងចាំថ្ងៃញាស់ទៅហ្មងអាហ្នឹងបញ្ហាបាទមួយទៀតលំហូរខ្យល់នៅហ្នឹងទូវាហប់ខ្លាំងពេកក្តៅហើយទូខ្លះហ្នឹងគេធ្វើមកអត់មានការយល់ដឹងពីលំហូរខ្យល់អីទេគឺថាគាត់តែភ្លើងគ្រប់ហើយគឺផ្ដាច់ភ្លើងចោលទាំងអស់ហ្មងអាកង្ហាលក៏អត់វិលលំហូរខ្យល់ទៅហ្នឹងក៏អត់បឺតអត់ដូរអីចឹងទៅវាធ្វើឲ្យក្តៅងុំដូចស្រស់ដូចស្ងោរចឹងវាងាប់ហើយអញ្ចឹងខ្ញុំកន្លែងហ្នឹងត្រូវតែមានការយល់ដឹងដែរណាចឹងមិនកម្រភ្ញាស់ជោគជ័យណាទៅលើទូស្នោតូចហ្នឹងដែលថាមានការយល់ដឹងឲ្យច្រើនតិចមិនអាចធ្វើទៅបានអាហ្នឹងដល់ប្រែត្រឡប់ពងយល់ដឹងឲ្យល្អតិចណាចឹងមិនចំណុចនេះជាមធ្យោបាយបងខ្ញុំឲ្យលើកទឹកចិត្តឲ្យបងប្អូនសន្សំដើមទុនសំចែកទេសិនទៅហើយបើមេត្រឹម10 20អីចឹងយើងអាចភ្ញាស់បែបធម្មជាតិបានណាភ្ញាស់បែបធម្មជាតិហើយយើងឲ្យមេក្រាបដោយតែមេរៀនដែលខ្ញុំបានបរៀនចឹងយើងកំណត់ពងថ្ងៃទី1ថ្ងៃទី2ទី3ចឹងមករៀបចំបន្ទប់មេក្រាបដាច់ដライមកញាស់ទៅតាមតំណកាលវាមកវល់មកសបុកមកថែទាំមើលប្របានល្អមកចាំមេបានច្រើនតិច40 50ទៅយើងប្រើទូធំតិចមកវាអូតូស្វ័យប្រវត្តិខ្លួនវាការគ្រប់គ្រងកម្ដៅសីតុណ្ហភាពនឹងបានល្អច្រើនជាងអញ្ចឹងណាបាទខ្ញុំលើកនេះមិនមែនថាទូតូចនឹងមិនល្អទេតែសំខាន់ការភ្ញាស់គឺប្រតិអ្នកផលិតទូនឹងគាត់មានការណែនាំពីរបៀបនៃការប្រើប្រាស់ពួកកសិករខ្លះគាត់ចេះទេគាត់មើលឃើញការផ្សព្វផ្សាយរបស់យើងចេះទិញយកទៅហើយអត់ប្រាប់ពីរបៀបកំណត់សីតុណ្ហភាពចុចរបៀបម៉េចដល់ពេលគាត់យកទៅដល់សួរមិនបានអីមិនបានគឺគាត់ពិបាកកន្លែងហ្នឹងគឺជួបបញ្ហាច្រើនហើយមានការប្រែប្រួលវាមិនគាត់ចេះតែធ្វើទូប៉ុន្តែគាត់អត់ដែលភ្ញាស់អញ្ចឹងគឺធ្វើមានបញ្ហាដែរបាទអញ្ចឹងវាពាក់ព័ន្ធនឹងការប្រើប្រាស់ទូហ្នឹងតើតែអ្នកផលិតហ្នឹងគាត់យល់ដឹងពីអាហ្នឹងគាត់ណែនាំកសិករឲ្យចេះប្រើប្រាស់ទូឲ្យបានត្រឹមត្រូវចេះបាត់បែនវាមិនហ្នឹងហើយទី2អាស្រ័យទៅលើកសិករខ្លួនឯងហ្នឹងហើយទូតូចវាអត់មានអូតូស្វ័យប្រវត្តិទេតែយើងមួយថ្ងៃយើងប្រែត្រឡប់ពងវាមិនតាមដានពងការតាមដានកម្ដៅហ្នឹងវាមិនចឹងណាយកទៅលេងទុកតែចោលចឹងទៅកម្ដៅគ្រប់ក៏អត់ដឹងណាហ្នឹងហើយកន្លែងដាក់ទូហ្នឹងវាត្រជាក់ខ្លាំងវាក្តៅពេកទៅធ្វើឲ្យកម្ដៅវាឡើងលើសអីយ៉ាងណាក៏អត់ដឹងរងចាំតែថាដាក់ចូលរងចាំថ្ងៃញាស់ហ្មងអាហ្នឹងក៏បញ្ហាហើយអញ្ចឹងរឿងវាច្រើនអញ្ចឹងជាដំណោះស្រាយគឺទិញទូតតែសួរពីការប្រើប្រាស់ឲ្យបានច្បាស់លាស់ត្រឹមត្រូវទៅហើយពេលដែលយកទៅប្រើហ្នឹងត្រូវអនុវត្តតាមការណែនាំរបស់គេឲ្យបានត្រឹមត្រូវព្រោះដំណើរការនៃការភ្ញាស់វាមានរឿងស្មុគស្មាញតាំងពីការទុកដាក់សុទ្ធហ្នឹងក៏មានចំណែកពាក់ព័ន្ធដែរសុទ្ធហ្នឹងយើងទុកប្រហែលថ្ងៃទុកនៅកន្លែងណាវាកកំណើតមុនក្រោយវាមិនហ្នឹងហើយអាហ្នឹងក៏យើងយល់ដឹងពីអាហ្នឹងដែរមិនអាចញាស់ទៅបានណានេះគាត់លើកឡើងនៅចំណុចខ្លះដែលជាបញ្ហាបងប្អូនអញ្ចឹងរកតាមដំណាក់កាលហ្នឹងទៅអាចបានណា